មានមនុស្សប្រហែល 1500 នាក់បានស្លាប់និងបាត់ខ្លួននៅព្រំដែនចិននិងនេប៉ាល់មានបរិបទម្នាក់រួចជីវិតដោយសារស្វាយមួយដើមកម្មករនេប៉ាល់អាយុ 24 ឆ្នាំលោក Bibek Kumal ត្រូវទឹកជំនន់លាយដីថ្មនិងកំទេចកំទីគួរយកទៅប៉ុន្តែជីវិតរបស់លោកត្រូវបានទប់ជាប់នៅដើមស្វាយមុនក្រុមសង្គ្រោះទៅដល់យោងតាម Reuters នៅព្រឹកថ្ងៃទី 26 ខែសីហាលោក Bibek កំពុងធ្វើការនៅក្នុងទីក្រុង Bidor ភាគកណ្ដាលនេប៉ាល់ដែលស្ថិតនៅខាងក្រោមតំបន់ Rasuwa ជាប់ព្រំដែនទី3របស់ចិនពេលនោះលោកកំពុងជិះរំដៅបង្គន់ជម្រៅជាង 1 ម៉ែត្រខណៈកម្មករ 4 នាក់ទៀតធ្វើការនៅផ្នែកខាងលើរំពេចនោះលោកបានឮសំឡេងចម្លែកហើយមិត្តរួមការងារស្រែកប្រាប់ឲ្យលោកឆាប់ឡើងពីរណ្ដៅបង្គន់និងរត់គេច Bibek ប្រញាប់ឡើងទៅលើហើយមិត្តរួមការងារបានរត់ចេញទៅមុនអស់ហើយលោកចាប់ផ្ដើមរត់តាមប៉ុន្តែរត់មិនទាន់ទេ Bibek ថាលំហូរទឹកដ៏ខ្លាំងបានសម្រុកមកដោយសំឡេងក្រហមលាន់ដោយរញ្ជួយដីមួយរំពេចប៉ុណ្ណោះទឹកបានគួចយកលោកទៅជាមួយនឹងដីថ្មនិងកំទេចកំទីដ៏សន្ធាប់ប៉ុន្តែខណៈកំពុងត្រូវទឹកហូរនាំទៅរាងកាយរបស់ Bibek បានទៅទប់ជាប់នឹងដើមស្វាយមួយដើមលោកបានតោងដើមស្វាយនោះទប់ខ្លួនពីកម្លាំងទឹកខណៈអ្វីៗនៅជុំវិញត្រូវទឹកហូរនាំទៅបន្តពីលើដើមស្វាយលោកឃើញផ្ទះជាច្រើនខ្នងត្រូវកំទេចនិងគួចយកទៅបាត់ Bibek និយាយថាបើគ្មានដើមស្វាយនោះខ្ញុំប្រហែលត្រូវទឹកហូរគួចយកទៅស្លាប់ហើយនគរបាលក្រោយមកបានទៅដល់និងជួយសង្គ្រោះលោកចេញពីតំបន់ទឹកជំនន់ Bibek របួសជើងស្ដាំដោយសារដុំថ្មធំមួយដុំបុកចំជើងដោយតើស្រីកាថាកាលពីឆ្នាំ 2015 កម្មកររូបនេះក៏បានឆ្លងផុតពីរញ្ជួយដីដល់មហន្តរាយនៅនេប៉ាល់ដែលបានសម្លាប់មនុស្ស 9000 នាក់ការរួចជីវិតរបស់ Bibek កើតឡើងចំកណ្ដាលមហន្តរាយធំបំផុតនៅតំបន់ភ្នំហេម៉ាឡៃគិតត្រឹមថ្ងៃទី 27 ខែសីហា Reuters ស្រីកាថាមនុស្សជិត 1500 នាក់កំពុងបាត់ខ្លួននៅនេប៉ាល់និងទី3របស់ចិនរួមទាំងជនបរទេសយ៉ាងហោចណាស់ 800 នាក់ចំណែក AP រាយការណ៍ថាមានអ្នកស្លាប់ 168 នាក់អ្នកជំនាញនិយាយថាមហន្តរាយនេះចាប់ផ្ដើមពីផ្ទាំងទឹកកកនិងថ្មដ៏ធំរលំចុះពីភ្នំហេម៉ាឡៃធ្លាក់ចូលក្នុងទន្លេនិងបង្កលំហូរទឹកដីថ្មនិងកំទេចកំទីដ៏មហិមាចុះទៅតំបន់នៅខាងក្រោមគ្រោះនេះបានកំទេចផ្ទះផ្លូវស្ពាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងវារីអគ្គិសនីផងនៅតាមព្រំដែនចិននេប៉ាល់ហើយអ្នកជំនាញប្រមានថាអាចនឹងមានជំនន់ទី2ដោយសារតែទន្លេផ្នែកខាងលើនៅមានសញ្ញាស្ទះដែលទំនងជាផ្ទាំងទឹកកកឬក៏ផ្ទាំងថ្មខ្ញុំភុសុធាពី News Today NTV